សេចក្តីស្លាប់របស់ស្ដេច Alexander នៅតែជាអាថ៌កំបាំង ទោះជាយ៉ាងណាក៏ដោយរឿងរ៉ាវនៃការសោយទីវង្គតរបស់ស្ដេចអង្គនេះនៅតែត្រូវបានយកមកដំណាលតៗគ្នារហូតមកដល់សព្វថ្ងៃនេះឬរំលងថានៅពេលដែលសេចក្តីស្លាប់ខិតជិតមកដល់ Alexander មិនអាចវិលត្រឡប់ទៅស្រុកកំណើតទាន់ពេលវេលាទេទ្រង់បានប្រាប់ទៅអស់មេទ័ពថាយើងនឹងចាក់ចេញពីផែនដីនៅក្នុងពេលឆាប់ខាងមុខនេះយើងមានបំណងប្រាថ្នាចំនួន3ចូលពួកអ្នកត្រូវតែធ្វើតាមបទបញ្ជារបស់យើងជាដាច់ខាតមេទ័ពទាំងប៉ុន្មានទទួលបញ្ជាទាំងទឹកភ្នែកទី1នោះត្រូវឲ្យពេទ្យលួងដៃខ្លាំងពូកែសាយមឈូសរបស់ទ្រង់ទី2ត្រូវយកទ្រព្យសម្បត្តិដែលទ្រង់មានដូចជាមាសពេជ្រកែកងមកបាចនៅតាមផ្លូវទៅកាន់ទីបញ្ចុះសពទី3ត្រូវតុបដៃរបស់ទ្រង់ឲ្យនៅទទេស្អាតរួចបង្ហាញឲ្យមនុស្សគ្រប់គ្នាបានឃើញមេទ័ពម្នាក់មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះបទបញ្ជាមិនធម្មតាបែបនេះរួចក៏សំណូមពរឲ្យ Alexander ជួយបកស្រាយ Alexander the Great បានឆ្លើយថាយើងចង់ឲ្យពេទ្យខ្លាំងពូកែមកសាយមឈូសរបស់យើងគឺបញ្ជាក់ថានៅពេលដែលសេចក្តីស្លាប់ឈានមកដល់សូម្បីតែគ្រូពេទ្យខ្លាំងក្លានៅលើលោកក៏មិនអាចព្យាបាលជីវិតឲ្យរស់ឡើងវិញបានដែរយើងចង់ឲ្យបាញ់មាសពេជ្រកែកងនៅលើដងផ្លូវទៅកាន់ទីបញ្ចុះសពគឺចង់ឲ្យមនុស្សគ្រប់គ្នាដឹងថាបើសិនជាមានទ្រព្យសម្បត្តិដែលនៅលើផែនដីនេះនៅពេលដែលអ្នកស្លាប់ទៅវាក៏ត្រូវស្ថិតនៅលើផែនដីនេះដដែលយើងចង់បង្ហាញដៃទាំងគូរបស់យើងឲ្យទៅគេបានឃើញដើម្បីឲ្យគ្រប់គ្នាយល់ថាមនុស្សកើតមកនៅលើផែនដីនេះគឺដៃទទេនោះស្លាប់ទៅវិញក៏ដៃទទេមិនអាចយកនៅអ្វីទៅជាមួយបានទេយើងនឹងបាត់បង់អ្វីទាំងអស់បើសិនជាយើងបាត់បង់ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតនោះគឺសុខភាពនិងពេលវេលាគូបញ្ជាក់ផងដែរថាស្ដេច Alexander the Great បានសោយទីវង្គតនៅក្នុងវ័យ33ព្រះវស្សាបន្ទាប់ពីបានគ្រងរាជ្យជាង1ទសវត្សរ៍